សួស្តីបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel ពិភពអាតកំបាំង KX ថ្ងៃនេះខ្ញុំនឹងនាំបងប្អូនធ្វើដំណើរទៅកាន់តំបន់ខ្មៅងងឹតនៃភពផែនដីបងប្អូនដឹងទេថានៅលើโลกនេះមានកន្លែងខ្លះដែលត្រូវបានគេលុបចេញពីផែនទីទេសចរហើយសូម្បីតែ Google Map ក៏ពេលខ្លះបង្ហាញរូបភាពព្រើៗដើម្បីបិទបាំងការពិតដែរកន្លែងទាំងនោះគឺជាតំបន់ហាមឃាត់ដែលត្រូវបានការពារដោយកងទ័ពប្រដាប់អាវុធដោយច្បាប់អន្តរជាតិឬដោយគ្រោះថ្នាក់ធម្មជាតិដែលមនុស្សមិនអាចតតាំងបានអ្នកខ្លះថាវាជាកន្លែងពិសោធន៍អាវុធអ្នកខ្លះថាវាជាកន្លែងលាក់ទុក UFO ហើយអ្នកខ្លះទៀតថាវាជាកន្លែងដែលមានបណ្ដាសាព្រឺព្រួយតើការពិតវាជាអ្វីថ្ងៃនេះយើងនឹងទៅវែកញែកកំពូលកន្លែងអាត់កំបាំងទាំង10ដែលបងប្អូនហាមចូលដាច់ខាតបើចង់រក្សាជីវិតឲ្យមានសុវត្ថិភាព1ឃ្លាំងគ្រាប់ពូជស្វាបាតស្ថិតនៅកោះស្វាបាតប្រទេសណូវែក្បែរប៉ូលខាងជើងគឺជាទីតាំងនៃឃ្លាំងគ្រាប់ពូជដ៏ធំបំផុតក្នុងโลกដែលគេហៅថា Doomsday Wall ឬឃ្លាំងសម្រាប់ថ្ងៃអវសានពិភពលោកឃ្លាំងនេះត្រូវបានសាងសង់យ៉ាងជ្រៅទៅក្នុងភ្នំទឹកកកដែលមានកម្ពស់120ម៉ែត្រគោលបំណងរបស់វាគឺដើម្បីរក្សាទុកគ្រាប់ពូជរុក្ខជាតិគ្រប់ប្រភេទពីជុំវិញពិភពលោកក្រែងលោមានសង្គ្រាមនុយក្លេអ៊ែរគ្រោះរញ្ជួយដីខ្លាំងឬជំងឺរាតត្បាតដែលធ្វើឲ្យរុក្ខជាតិផុតពូជវាអាចទប់ទល់នឹងការផ្ទុះគ្រាប់បែកនិងការឡើងកម្ដៅផែនដីបានរាប់រយឆ្នាំបងប្អូនសាកគិតមើលគេរៀបចំទុកមុនដល់ថ្នាក់នឹងកន្លែងហ្នឹងគឺគេយាមតាំងតែងណាស់មិនមែនឲ្យយើងដើរចូលទៅថតរូបលេងបែប content ដូចនៅទីក្រុងឌូបៃទេណាគេខ្លាចដង្ហើមមនុស្សណាស់ឬមេរោគពីខាងក្រៅទៅធ្វើឲ្យខូចគ្រាប់ពូជដែលជាក្តីសង្ឃឹមចុងក្រោយរបស់មនុស្សជាតិចុះបើបងប្អូនមានគ្រាប់ពូជអីប្លែកៗដូចជាគ្រាប់ទុរេនឬគ្រាប់ត្នោតស្រុកយើងចង់យកទៅផ្ញើគេអត់ក្រែងលោថ្ងៃក្រោយមានរឿងអីទៅយើងនៅមានទុរេនញ៉ាំបន្តទៀតចឹងណា2ទីក្រុងមេស្កូរីប្រទេសរុស្ស៊ីមេស្កូរីគឺជាទីក្រុងដែលបិទជិតបំផុតក្នុងប្រទេសរុស្ស៊ីរដ្ឋាភិបាលរុស្ស៊ីបានហាមឃាត់ជនបរទេសនិងសូម្បីតែប្រជាជនរុស្ស៊ីខ្លះក៏មិនឲ្យចូលទៅជិតដែរទីក្រុងនេះត្រូវបានបង្កើតឡើងតាំងពីសម័យសូវៀតហើយគេជឿថាវាជាកន្លែងលាក់ទុកអាវុធនុយក្លេអ៊ែរដ៏ធំសម្បើមនិងមានទីក្រុងក្រោមដីដែលអាចផ្ទុកមនុស្សបានរាប់ម៉ឺននាក់យោធារុស្ស៊ីយាមកាមទីនោះ24ម៉ោងលើ24ម៉ោងហើយសូម្បីតែយន្តហោះក៏គេហាមហោះកាត់ពីលើដែរបងប្អូនដឹងអត់រុស្ស៊ីគេពូកែរឿងអាត់កំបាំងណាស់កន្លែងហ្នឹងគឺគេមិនឲ្យយើងដឹងថាខាងក្នុងមានអីមែនតែនទេអ្នកខ្លះថាគេកំពុងផលិតមនុស្សយន្តសង្គ្រាមអ្នកខ្លះថាគេលាក់ទុកអាវុធបង្ហាប្រឡាយបើបងប្អូនច្រឡំដើរចូលទៅឬបើកឡានកាត់ដឹងតែត្រូវប៉ូលីសចាប់បាត់ហើយកុំលេងសើចជាមួយរុស្ស៊ីឲ្យសោះណាបើមិនចង់ដេកក្នុងគុកនៅវាលទឹកកកស៊ីបេរី3ប្រាសាទអ៊ីសេក្រែនស្រ៉ាញត្រឡប់មកជប៉ុនវិញម្ដងប៉ុន្តែកន្លែងនេះមិនមែនជាកន្លែងទេសចរដូចយើងធ្លាប់ឃើញទេប្រាសាទអ៊ីសេគឺជាកន្លែងស័ក្តិសិទ្ធិបំផុតរបស់ជប៉ុនអ្វីដែលអាត់កំបាំងបំផុតនោះគឺរាប់20ឆ្នាំម្ដងគេនឹងរុះរើប្រាសាទនេះរួចសាងសង់ឡើងវិញឲ្យដូចដើមបេះបិទមនុស្សសាមញ្ញមិនត្រូវបានអនុញ្ញាតឲ្យចូលទៅជិតអាសនៈខាងក្នុងឡើយសូម្បីតែមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ក៏ត្រូវឈរត្រឹមរបងខាងក្រៅដែរមានតែគ្រួសាររាជវង្សនិងមន្ត្រីសាសនាជាន់ខ្ពស់ប៉ុណ្ណោះដែលអាចចូលបានបងប្អូនមើលចុះសូម្បីតែរបងក៏យើងមើលមិនចង់ឃើញផងគេថាខាងក្នុងមានលាក់ទុកកញ្ចក់បុរាណស័ក្តិសិទ្ធិដែលជារបស់តំណាងឲ្យអំណាចស្ដេចជប៉ុនតាំងពីដើមមកបើបងប្អូនចង់ចូលទៅមើលមែនតែនប្រហែលជាត្រូវទៅសុំធ្វើជាកូនចៅស្ដេចជប៉ុនសិនហើយជប៉ុនគេរក្សាអាថ៌កំបាំងបានល្អមែនតែនមិនឲ្យបែកធ្លាយដល់អ្នកក្រៅឡើយ4កោះ Poveria នេះគឺជាកោះដែលគួរឲ្យខ្លាចបំផុតក្នុងโลกស្ថិតនៅក្បែរទីក្រុងវេនីសប្រទេសអ៊ីតាលីកោះ Poveria មានប្រវត្តិដ៏រន្ធត់កាលពីសម័យអាសន្នរុករាលដាលយ៉ាងខ្លាំងគេបានយកអ្នកជំងឺរាប់ម៉ឺននាក់ទៅទុកចោលឲ្យស្លាប់នៅលើកោះនេះរួចដុតសាកសពជារៀងរាល់ថ្ងៃគេថាដីនៅលើកោះនេះជាង 50% គឺជាផេះរបស់សាកសពមនុស្សក្រោយមកគេបានសាងសង់មន្ទីរពេទ្យឆ្កួតនៅទីនោះដែលល្បីថាគ្រូពេទ្យបានធ្វើទារុណកម្មអ្នកជំងឺយ៉ាងសាហាវបច្ចុប្បន្នរដ្ឋាភិបាលហាមឃាត់មិនឲ្យមនុស្សឈានជើងចូលកោះនេះជាដាច់ខាតបងប្អូនណាខ្លះខ្លាចខ្មោចកន្លែងនេះគឺគេថាមានវិញ្ញាណវិលវល់ច្រើនណាស់ឲ្យខ្ញុំទៅដេកលេងទីនោះមួយយប់ទោះឲ្យ$10,000ក៏ខ្ញុំមិនទៅដែរបងប្អូនអើយដីនៅហ្នឹងគឺសុទ្ធតែផែខ្មោចបងប្អូនហ៊ានអត់បើបងប្អូនណាខ្លាំងជួយខមមិនប្រាប់ខ្ញុំផងក្រែងលោថ្ងៃក្រោយខ្ញុំសូមប៉ូលីសនាំបងប្អូនទៅលេងទីនោះម្ដង5 Vatican Secret Archive នៅក្រោមដីនៃបូរីវ៉ាទីកាំងមានឃ្លាំងឯកសារសម្ងាត់ដែលមានប្រវែងរហូតដល់85គីឡូម៉ែត្រវាលាក់ទុកឯកសារអាថ៌កំបាំងតាំងពីសម័យបុរាណ
រួមមានសេចក្តីសម្រេចរបស់សម្ដេចបាតឯកសារអំពីវិទ្យាសាស្ត្រដែលគេធ្លាប់បដិសេធនិងរឿងរ៉ាវជាច្រើនដែលសាសនាចាក់មិនចង់ឲ្យពិភពលោកដឹងមានតែអ្នកប្រាជ្ញនិងមន្ត្រីជាន់ខ្ពស់ដែលបានឆ្លងកាត់ការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងប៉ុណ្ណោះដែលអាចចូលបានហើយសូម្បីតែពួកគេក៏មិនអាចមើលឯកសារគ្រប់យ៉ាងបានដែរឯកសារប្រវែង85គីឡូម៉ែត្រចុះបើមានរឿងអេលៀនឬរឿងមន្តអាគមនៅនឹងមែនតើបងប្អូនចង់ដឹងអត់អ្នកខ្លះជឿថានៅទីនោះមានលាក់ទុកការពិតនៃប្រវត្តិសាស្ត្រដែលអាចធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលតែសោកស្ដាយគេមិនឲ្យយើងចូលមើលទេបងប្អូនចាំមើលក្នុងវីដេអូខ្ញុំបានហើយគឺសុវត្ថិភាពជាង6 គូហេឡាស្កូក្នុងគូហេនេះមានគំនូរបុរាណដែលសរសេរលើជញ្ជាំងអាយុកាលជិត 20,000 ឆ្នាំកាលពីមុនគេអនុញ្ញាតឲ្យភ្ញៀវទេសចរចូលមើលបានធម្មតាតែក្រោយមកគេបានហាមដាច់ខាតនៅឆ្នាំ1963មូលហេតុគឺចម្លែកបំផុតគឺដោយសារដង្ហើមរបស់មនុស្សដែលមានជាតិកាបូឌីអុកស៊ីតបានធ្វើឲ្យដុះផ្សិតនិងធ្វើឲ្យខូចគុណភាពគំនូរបុរាណទាំងនោះបច្ចុប្បន្នគេបានសាងសង់គុហាคล้ายៗមួយទៀតឲ្យយើងមើលជំនួសវិញដើម្បីរក្សាទុកគុហាពិតប្រាកដឲ្យស្ថិតស្ថេរបងប្អូនអើយសំបីតែដង្ហើមយើងក៏គេខ្លាចដែរគិតទៅរបស់បុរាណគឺវាផុយស្រួយមែនតើបើបងប្អូនចង់មើលគឺមើលបានតែរបស់ខ្លាំងខ្លាយទេចំណែករបស់ពិតគឺមានតែអាចកំបាំងនៅងងឹតស្លុបម្នាក់ឯងក្នុងគុហានោះឯងតែបើបងប្អូនចេះតែចង់ចូលទៅមើលមែនតើប្រហែលជាត្រូវទុកដង្ហើមឲ្យបាន1ម៉ោងហើយមើលទៅ7 Iron Mountain នេះគឺជាឃ្លាំងក្រោមដីដ៏ធំសម្បើមដែលសាងសង់ក្នុងអតីតអណ្ដូងរ៉ែថ្មកំបោរវាជាកន្លែងរក្សាទុកឯកសារសំខាន់បំផុតក្នុងលោករួមទាំងខ្សែភាពយន្តដើមរបស់ Hollywood រូបថតប្រវត្តិសាស្ត្រនិងឯកសារសម្ងាត់របស់ក្រុមហ៊ុនយក្សនិងមហាសេដ្ឋីកន្លែងនេះមានសន្តិសុខខ្លាំងជាងធនាគារទៅទៀតដែលមានយាមកាមយ៉ាងតឹងរ៉ឹងបំផុតនិងមានប្រព័ន្ធការពារគ្រាប់បែកនុយក្លេអ៊ែរទៀតផងបងប្អូនដឹងអត់កន្លែងនេះគឺគេថាបើមានសង្គ្រាមលោកកើតឡើងកន្លែងនេះនឹងនៅតែមានសុវត្ថិភាពចង់ដឹងមែនថាតើមានលុយឬមានមាសប៉ុន្មានលានដុល្លារលាក់នៅនឹងណោះបើបងប្អូនមានរបស់អីមានតម្លៃចង់យកទៅផ្ញើនៅនឹងអត់តែខ្ញុំប្រាប់មុនណាតម្លៃជួលប្រហែលជាថ្លៃជាងទិញផ្ទះនៅស្រុកយើងទៅទៀត8 Corner Sentinel នេះគឺជាកន្លែងមនុស្សសម័យថ្មីមិនដែលបានឈានជើងចូលជោគជ័យឡើយមានកុលសម្ព័ន្ធបុរាណរស់នៅទីនោះហើយពួកគេមិនចង់មានទំនាក់ទំនងជាមួយនឹងពិភពលោកខាងក្រៅទាល់តែសោះអ្នកណាដែលហ៊ាននៅជិតកោះនោះនឹងត្រូវព្រួញបាញ់សម្លាប់ភ្លាមកាលពីឆ្នាំ2018មានបរិសុជនជាតិអាមេរិកម្នាក់បានព្យាយាមលបចូលទៅផ្សព្វផ្សាយសាសនាប៉ុន្តែចុងក្រោយក៏សម្ព័ន្ធទាំងនោះសម្លាប់ចោលយ៉ាងអាណោចអាធម៌រដ្ឋាភិបាលឥណ្ឌាបានហាមឃាត់មិនឲ្យអ្នកណាទៅជិតកោះនេះក្នុងចម្ងាយ5គីឡូម៉ែត្រឡើយដើម្បីការពារជីវិតមនុស្សនិងការពារកុលសម្ព័ន្ធទាំងនោះពីជំងឺខាងក្រៅបងប្អូនមើលចុះពួកគេរស់នៅដូចសម័យថ្មអញ្ចឹងពួកគេមិនចង់ស្គាល់យើងទេពួកគេចង់រស់នៅបែបសន្តិភាពរបស់គេបងប្អូនណាដែលចង់ទៅលេងសើចនៅនឹងឬចង់ទៅថត TikTok នៅនឹងប្រយ័ត្នត្រូវព្រួយមួយគ្រាប់ដេកនៅមាត់ឆ្នេរនឹងបាត់ទៅបងប្អូនអើយកុំលេងសើចជាមួយពួកគេឲ្យសោះណាព្រោះពួកគេគ្មានច្បាប់ដូចយើងទេឲ្យតែឃើញមនុស្សប្លែកមកគឺបាញ់យកតែម្ដង9 Area 51 Area 51គឺជាកន្លែងអាថ៌កំបាំងបំផុតលើលោកដែលគ្រប់គ្នាជឿថាជាកន្លែងលាក់ទុកយាន UFO និងសាកសពភពផ្កាយឬអេលៀនវាស្ថិតនៅកណ្ដាលវាលខ្សាច់ក្នុងរដ្ឋ Nevada រដ្ឋាភិបាលអាមេរិកទើបតែទទួលស្គាល់ថាវាមានពិតកាលពីឆ្នាំ2013ប៉ុណ្ណោះនៅជុំវិញតំបន់នេះមានបំពាក់ដោយកាមេរ៉ាទំនើបឧបករណ៍ចាប់សញ្ញាចលនានិងមានយោធាយាមកាម24ម៉ោងបើបងប្អូនហ៊ានចូលទៅយោធានឹងមានសិទ្ធិប្រើប្រាស់អាវុធបាញ់សម្លាប់បងប្អូនភ្លាមៗដោយមិនបាច់សួរនាំឡើយបងប្អូនជឿរឿងអេលៀនអត់គេថានៅនឹងមានលាក់ទុកបច្ចេកវិទ្យាភពផ្កាយមែនកាលពីប៉ុន្មានឆ្នាំមុនមានយុទ្ធនាការមហាជនចង់សម្រុកចូលទៅទីនោះដែរតែចុងក្រោយគ្មានអ្នកណាហ៊ានចូលមែនតែនទេព្រោះសញ្ញាព្រមានគេដាក់ថា use our deadly force គឺគេបាញ់មែនតែនណាបងប្អូនបើចង់ឃើញអេលៀនចាំមើលតាមវីដេអូបានហើយកុំទៅចិត្ត Area 51អីបើមិនចង់ឲ្យប៉ូលីសយាមេចាប់បាន10 Snake Island លេខ10នេះហើយដែលគ្រោះថ្នាក់នឹងអាចកំបាំងបំផុតគឺកោះពស់ឬអ៊ីហាដាគឺម៉ាដាក្រែនឌីនៅទីនោះមួយហែការ៉េមានពស់ពឹសបំផុតរស់នៅពី1ទៅ5ក្បាលពស់នៅទីនេះមានឈ្មោះថា Golden Line ដែលមានពឹសខ្លាំងដល់ថ្នាក់អាចធ្វើឲ្យសាច់មនុស្សរលួយភ្លាមក្រោយពេលខាត់រដ្ឋាភិបាលប្រេស៊ីលបានហាមដាច់ខាតមិនឲ្យអ្នកណាចូលឡើយលើកលែងតែអ្នកវិទ្យាសាស្ត្រនិងយោធាការពារបង្គោលភ្លើងហ្វាប៉ុណ្ណោះ
សូម្បីតែអ្នកវិទ្យាសាស្ត្រក៏ត្រូវមានគ្រូពេទ្យតាមការពារជាមួយដែរបងប្អូនអើយមើលក្នុងរូបភាពថាំណែខ្ញុំចុះពោះវាពេញនឹងតែម្ដងបើបងប្អូនច្រឡំដើរចូលទៅដឹងតែគ្មានសោះឆ្អឹងទេបងប្អូនអើយកន្លែងនេះគឺជាធម្មជាតិជាអ្នកហាមចូលមិនមែនមនុស្សទេគេថាមានគ្រួសារយាមបង្គោលភ្លើងហ្វាមួយគ្រួសារធ្លាប់ត្រូវពូខំស្លាប់ទាំងអស់គ្នាទៀតផងគ្រាន់តែឃើញរូបភាពក៏ព្រឺរោមដែរមែនអត់បងប្អូនឲ្យខ្ញុំទៅដេកនៅទីនោះសុខចិត្តទៅដេកក្នុងគុកវិញប្រសើរជាងបាទទាំងនេះគឺជាកំពូលកន្លែងអាត់កំបាំងបំផុតទាំង10ដែលគេហាមមិនឲ្យមនុស្សចូលមើលចុះបងប្អូនវិញក្នុងចំណោមទាំង10កន្លែងនេះតើកន្លែងណាដែលបងប្អូនចង់ដឹងអាត់កំបាំងខាងក្នុងជាងគេឬមានកន្លែងណាផ្សេងទៀតដែលបងប្អូនគិតថាអាត់កំបាំងដែរអត់កុំភ្លេច comment ប្រាប់ខ្ញុំផងប្រសិនបើបងប្អូនចូលចិត្តវីដេអូបែបអាត់កំបាំងនិងព្រឺព្រួញបែបនេះកុំភ្លេចចុច like និង subscribe Channel ពិភពអាត់កំបាំង KH ដើម្បីជាកម្លាំងចិត្តឲ្យខ្ញុំផលិតវីដេអូថ្មីៗបន្តទៀតសូមអរគុណសម្រាប់ការតាមដានទស្សនាហើយជួបគ្នាជាមួយខ្ញុំនៅវីដេអូក្រោយសូមជម្រាបលា